រឿង Boss Love Levi បន្ទប់កាមេរ៉ានេះទីងតងទីងតងអាឡូបើសិនជាចង់ឲ្យកូនប្រុសរបស់ឯងនៅរស់រៀបចំលុយ$50 លានភ្លាមឯងជាណាហេតុអីបាត់ជាឯងចាប់កូនរបស់យើងទៅចាប់ជំរិតអាឡូកុំធ្វើអីគេអសោះឯងត្រូវការអីខ្ញុំនឹងឲ្យឯងទាំងអស់បើសិនជាសៀវហ្វៃបាត់សុបបិចតែមួយសរសៃសក់យើងនឹងសម្លាប់ឯងចោលកុំបារម្ភអីពួកវាទាលុយនៅថ្ងៃស្អែកបើសង្ស័យថាអ្នកដែលធ្វើរឿងនេះគឺជាមនុស្សដែលស្គាល់ពួកយើងច្បាស់មិនដូច្នេះវាមិនទាមទារលុយចំនួនច្រើនយ៉ាងនោះទេបងដឹងថាជានរណាទេមិនដឹងទេប៉ុន្តែបងនឹងស្វែងរកវាឲ្យឃើញហើយនឹងយកសៀវហ្វៃមកវិញដល់សុវត្ថិភាពលោកប្រធានឆឹងរៀបចំលុយ$50 លានមែនទេទីងតងទីងតងអាឡូសៀវហ្វៃយ៉ាងម៉េចទៅហើយបានខ្ញុំយក5ពួកគេនិយាយថាម៉េចហើយបន្ទាប់មកហេមីក៏បើក speaker ទូរស័ព្ទយប់នេះម៉ោង8យប់នៅហាងឆឹងតុងត្រូវមកតែម្នាក់ប៉ុណ្ណោះហើយហាមប្តឹងប៉ូលីសដាច់ខាតលុយមិនសំខាន់ទេប៉ុន្តែដែលសំខាន់សុវត្ថិភាពរបស់សៀវហ្វៃមើលទៅខ្ញុំត្រូវការលុយតែបន្តិចបន្តួចទេខ្ញុំចង់ឲ្យសៀវហ្វៃឆ្លើយតបទូរស័ព្ទម៉ាក់ខ្ញុំនៅក្នុងបន្ទប់បាច់បាក់មួយសៀវហ្វៃនឹងមានសុវត្ថិភាពមែនទេកុំរាប់អីទុកឲ្យខ្ញុំជិះទៅអូននៅផ្ទះចុះហើយម៉េចចាគ្រប់យ៉ាងនឹងប្រសើរឡើងឆឹងហានអូនសោកស្ដាយណាស់បើសិនជាអូនមិននាំសៀវហ្វៃឲ្យនឹងឌូមកយើងមិនខាត់ពេលដល់ទៅ5ឆ្នាំបែបនេះទេកុំនិយាយពាក្យដូចជាលាគ្នាបែបនេះអីបងច្បាស់ជាអាចនាំសៀវហ្វៃត្រឡប់មកវិញដោយសុវត្ថិភាពអូនជឿបងអាឡូថាម៉េចសៀវហ្វៃយ៉ាងម៉េចហេមីយើងត្រូវការជីវិតរបស់ឯងបើសិនជាឯងចង់ឲ្យក្មេងនៅរស់ឯងត្រូវតែងាប់បានខ្ញុំយកព្រមឆឹងហានអូនស្រឡាញ់បងហេមីនាងចង់ទៅណាហ្នឹងខ្ញុំទៅខាងក្រោមខ្ញុំនៅទីនេះហើយឯណាសៀវហ្វៃហេមីនាងពិតជាមកមែនលីនស៊ីហេតុអីបាត់ជានាងធ្វើបែបនោះឯងហើយនឹងឆឹងហានបានធ្វើឲ្យជីវិតរបស់យើងរស់ពិបាកជាងស្លាប់ពិបាកជាងធ្លាក់នរកទៅទៀតឥឡូវនេះយើងត្រូវតែសងសឹកខ្ញុំគិតថាមានត្រឹមតែលុយទេមិននឹកស្មានថាមានអ្វីផ្សេងដែលពិសេសជាងទៅទៀតកុំណាកុំចូលមកអាយ៉យដៃនេះប៉ះប្រពន្ធយើងហ៎ឆឹងហានមិនក៏បងនៅទីនេះបងដឹងថារឿងនេះច្បាស់ជាកាត់ឡើងដូច្នេះហើយទៅបងបំពាក់ប្រព័ន្ធតាមដាននៅលើខ្លួនរបស់អូនបើអញ្ចឹងវាយ៉ាងម៉េចចង់ងាប់ហ៎ត្រូវហើយគិតថាឯងជាទេវបុត្រមកជួយស្រីស្អាតមែនទេឆឹងហានប្រយ័ត្នកុំរំអីអូយកុំក្អេងក្អាងពេកវ៉ាដួលរ៉េលអាកអូនបើអញ្ចឹងកុំបន្ទោសថាយើងចិត្តខ្មៅឲ្យសោះទាំងអស់$100 លាននៅក្នុងឡានទៅយកចោះច្បាយយើងវាយគ្នាទៀតទេគ្រប់យ៉ាងដោះស្រាយរួចរាល់ទៅហើយនៅវាយលបល់យកអីទៀតជោគជ័យលុយ$100 លានពួកឯងរត់ចោលជើងហ៎កុំចូលមកសោះកុំចូលមកម៉ាបើឈានមកតែមួយជំហានទៀតកុំបន្ទោសយើងឲ្យសោះបានលុយហើយនៅចង់បានអីទៀតត្រូវការគ្រប់យ៉ាងយើងត្រូវការគ្រប់យ៉ាងហេតុអីបានជាគ្រប់គ្នាចូលចិត្តហោះកម្លាំងជុំវិញហេមីសបាម្លេះនាងនោះវាមានអីល្អម៉ានាងគួរឲ្យខ្លាចណាស់ម៉ាសៀវហ្វៃកុំភ័យអីកូនសៀវហ្វៃហេមីបើឯងចង់ជួយជីវិតកូនប្រុសរបស់ឯងលុតចុះក្រោមទៅបានហេមីកុំទោះបីជាមីលុតចុះក្រោមនាងក៏មិនលែងសៀវហ្វៃដែរគ្រប់យ៉ាងកាត់ឡើងព្រោះតែខ្ញុំអីចឹងបើនាងចង់ស្អប់អ្នកដែលនាងគួរស្អប់គឺជាខ្ញុំត្រូវទេបានលោកអ៊ំចឹងហានកុំសៀវហ្វៃការពិតទៅខ្ញុំទៅជាឪពុករបស់ឯងពិតប្រកបប៉ាអញ្ចឹងហ៎ហេមីឯងអាក្រក់ណាស់ឆឹងហាន់ខ្ញុំមិនត្រូវការឲ្យលោកលុតចុះក្រោមទេព្រោះខ្ញុំចង់ឲ្យលោកហែលឆ្លងការឈឺចាប់នេះឲ្យបានយូរសៀវហ្វៃ
ពាកសិហ្វៃឆាំងហានអានឹងឡានពេទ្យចាក្មេងគឺរងរបួសស្រាបប៉ុណ្ណោះសំណាងឲ្យដាក់បានរាងកាយមនុស្សចាស់ជួយការពារបើមិនដូច្នេះទេច្បាស់ជាពិបាកហើយប៉ុន្តែមនុស្សធំវិញគឺត្រូវបាត់បង់ឈាមច្រើនណាស់ស្ថានភាពនេះយើងមិនទាន់អាចសន្និដ្ឋានពីជំងឺបានឡើយទេលោកដុកទ័រខ្ញុំសូមជួយជីវិតគេផងនោះគឺជាអ្វីដែលពួកយើងត្រូវធ្វើស្រាប់ទៅហើយប៉ុន្តែសូមត្រៀមចិត្តទុកជាមុនចំពោះរឿងដែលនឹងលោកអ៊ំឆាំងហានបាត់បង់ឈាមច្រើនអញ្ចឹងលោកគ្រូពេទ្យយកឈាមរបស់ខ្ញុំទៅឯងគឺជាក្មេងល្អណាស់អត់ទេខ្ញុំមិនមែនក្មេងទេខ្ញុំមិនមែនជាក្មេងល្អទេបើខ្ញុំមិនរត់ចេញពីផ្ទះលោកអ៊ំឆាំងហានក៏មិនស៊ីហ្វៃនេះមិនមែនជាកំហុសរបស់កូនទេម៉ាខ្ញុំសុំទោសការវះកាត់ទទួលបានជោគជ័យហើយប៉ុន្តែបើចង់ឲ្យគេដឹងខ្លួនគឺត្រូវពឹងទៅលើអ្នកជំងឺខ្លួនឯងហើយបាត់អរគុណច្រើនលោកដុកទ័រឆាំងហានកុំបបង់ខ្ញុំហើយនឹងកូនចៅដឹងទេយ៉ាងម៉េចហ្នឹងបងប្រាប់របស់ខ្ញុំយ៉ាងម៉េចទៅហើយម៉េចមិនតាត់នឹងខ្លួនទេហើយម៉េចឯងអស់កម្លាំងហើយបើសិនជាបងប្រាប់ឃើញឯងដូច្នេះមិនល្អនោះទេគាត់ច្បាស់ជាពិបាកចិត្តឯងទៅសម្រាប់សិនទៅសាច់ញាតិរបស់អ្នកជំងឺមែនទេគាត់ដឹងខ្លួនហើយចាឆាំងហានហើយម៉េចយើងបែកគ្នាទៅហាលោកឆាំងបាទកាលពីមុនលោកនៅជពាក់រឿងមួយចំពោះខ្ញុំស៊ីហ្វៃឯងមិនខុសទេនោះព្រោះតែខ្ញុំមិនបានមើលថែតាមឯងនិយាយចឹងខ្ញុំយកស៊ីហ្វៃទៅសម្រាប់សិនបងប្រុសបងមិនអីទេអ្មេចក៏បងនិយាយអញ្ចឹងហើយម៉េចឆាំងហានធ្លាក់ពីលើនោះមកដូច្នេះហើយគេមិនតាន់ប្រកក្តីនៅឡើយទេហើយម៉េចគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតនាងច្បាស់ជាយល់ពីអ្វីដែលខ្ញុំធ្វើឆាំងហានគឺជាមនុស្សដែលខ្ញុំស្រឡាញ់បំផុតខ្ញុំដឹងមូលហេតុដែលគាត់ធ្វើបាត់នោះម៉ាក់ខ្ញុំលើថាលោកអ៊ំឆាំងហានគឺជាឪពុករបស់ខ្ញុំមែនទេដឺម៉ាក់ដឹងថាកូនមិនអាចទទួលយករឿងនេះបានប៉ាត់ជាល្អណាស់អីចឹងនឹងមានប៉ាពីរនាក់ដែលនឹងស្រឡាញ់ខ្ញុំបំផុតហើយខ្ញុំភ្លេចទៅថាឌូគឺជាក្មេងដែលមានគំនិតសុតិធនិយមប៉ុន្តែស៊ីហ្វៃវិញឌូកុំរំខានម៉ាក់អីម៉ាក់កំពុងអស់កម្លាំងផងស៊ីហ្វៃគឺជាក្មេងដែលពិបាកស្វែងយល់រឿងទាំងនេះណាម៉ាក់មិនអីទេម៉ាក់មានរឿងចង់ប្រាប់ពួកកូនតើតើនឹងរឿងឪពុករបស់កូនគ្រប់យ៉ាងគឺវាបាត់នេះដូច្នេះលោកអ៊ំឆាំងគឺជាប៉ារបស់យើងរីឯលោកប៉ាម៉ូខ្លាយទៅជាលោកអ៊ំម៉ូវិញលោកអ៊ំឆាំងហើយនឹងម៉ាក់បន្ទាប់ពីឆ្លងកាត់រឿងជាច្រើនហេតុអីបានជាអ្នកទាំងពីរបែកគ្នាម៉ាក់អស់កម្លាំងណាស់ម៉ាក់ទៅសម្រាប់មកផ្លែសិនបើសិនជាពួកគាត់បែកគ្នាអញ្ចឹងខ្ញុំមិនមានប៉ាទៀតទេអញ្ចេះទៅយើងរកវិធីដើម្បីឲ្យពួកគេទាំងពីរនៅជាមួយគ្នាវិញទៅម៉ាក់ចាខ្ញុំឃ្លានហើយខ្ញុំទៅញ៉ាំអីហើយចាចំហៀនដំបងជោគជ័យឌូស៊ីហ្វៃឆាំងហានមិនបានជាបងនៅទីនេះព្រោះខ្ញុំបានសន្យានឹងស៊ីហ្វៃថានឹងមកទីនេះក្មេងពីរនាក់នោះជាអ្នកនាំខ្ញុំមកទីនេះផែនការទី2ជោគជ័យព្រោះគេកំពុងរៀបចំផែនការសម្រាប់យើងហើយម៉េចបងមិនអនុញ្ញាតឲ្យអ្នកណាធ្វើបាបអូនទៀតទេរួមទាំងកូនផងដែរឲ្យតែស៊ីហ្វៃសប្បាយចិត្តពួកអូនសប្បាយចិត្តដូច្នេះបងក៏ខ្ញុំមិនបានរងគ្រោះថ្នាក់អីទេដូច្នេះហើយខ្ញុំមិនដឹងពីរឿងនេះទេស៊ីហ្វៃអូនមិនបារម្ភពីរឿងឈឺចាប់នោះទេព្រោះបងតែងតែការពារអូនមែនទេហើយម៉េចបងនឹងការពារអូនជារៀងរហូតបងស្រឡាញ់អូនឆាំងហានពេលនេះបើបងមិនចង់រៀបការជាមួយអូនក៏អូនហើយនឹងកូននឹងតាមបងជារៀងរហូតដែរអូយពិតជាអស្ចារ្យណាស់មែនហើយអស្ចារ្យណាស់ប៉ាស៊ីហ្វៃឌូឆាំងហានដរាបណាដែលមានបងនៅក្បែរនោះគឺអូនមានសុភមង្គលជាទីបំផុតខ្ញុំបានឮថាពិធីនេះគឺនឹងធ្វើឡើងនៅក្រុងជាងមិនពិតទេនៅក្រុងនេះគឺធំជាងគេបំផុតហើយបាទនរណានិយាយនេះគឺជាពិធីរៀបការរបស់ចៅវាយពិធីចាប់ផ្ដើមហើយ
អីក៏យូរម្លេះមិនមែនថាខាងប្រុសលុបចោលការរៀបការទេហ៎ហើយមិនពិធីរៀបការរបស់យើងចាប់ផ្ដើមហើយអូបងប្រុសចេញសិនទៅហេតុអីបានជាបងមើលអូនមកដាក់ភ្នែកយ៉ាងនេះមានអាចភ្នែកចាប់ភ្នែកអូនមែនទេអូន make up ជ្រុលពេកមែនទេពិធីចាប់ផ្ដើមហើយណា1 ម៉ោងទៀតឯណោះងាប់ไปទៅលាកពាក់ហើយលើដោះចេញអស់លីងភ្ញៀវចាំតាភ្ញៀវត្រូវតែបងខូច make up របស់អូនអស់ហើយហើយម៉េចទោះបីជាគ្មាន make up ក៏អូននៅតែស្អាតដែរចេញទៅមិនគួរជឿពិតមែនថាយើងបានរៀបការហើយគ្រប់យ៉ាងដោយទៅតែកាត់ឡើងកាពីម្សិលមិញខ្ញុំទៅក្រុងជាងក៏ព្រោះតែឈិនមិនហៅហើយឆឹងហានក៏នៅទីនោះនៅក្រុងជាងបងប្រុសរបស់ខ្ញុំរស់នៅយ៉ាងមានសេចក្តីសុខហើយក៏ទទួលបានស្នេហាដ៏មានសុភមង្គលចុងក្រោយយើងនឹងបានជួបមនុស្សដ៏ស័ក្តិសមនឹងយើងបំផុតគេគឺជាស្នេហាពិតរបស់ខ្ញុំគឺជាឪពុកនៃកូនរបស់ខ្ញុំគឺជាសុភមង្គលរបស់ខ្ញុំគ្មានពាក្យថាលឿនពេកឬក៏យឺតពេកនោះទេគេគឺជាគ្រប់យ៉ាងរបស់ខ្ញុំបងមិនអាចនឹកស្មានថាវាคล้ายទៅជាការពិតបែបនេះសោះបើសិនជាគ្មានអូនគ្រប់យ៉ាងក៏មិនคล้ายជាការពិតដែរកូនកំឡោះថើបកូនកំបំភ្លាមទៅមែនហើយថើបកូនកំបំភ្លាមទៅចាប់ដែលបរិបូរអរគុណប្រិមិត្តចំពោះការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ចាអធិស្ឋានកំហុសខុសឆ្គងនៅក្នុងការបកប្រែផងដែរចាជម្រាបលាជួបគ្នារឿងថ្មីជាបន្តទៅទៀត